ចេញប្លុកលើកទី1នៅលើ YouTube បងប្អូនជួយគាំទ្រផងនេះកំពុងតែជីកធាត់ឡើងទៅលើភ្នំហើយទេសភាពភ្នំគឺស្អាតសីតុណ្ហភាព13អង្សាត្រជាក់ស្រួលមែនតើអត់ត្រជាក់ខ្លាំងពេកទេល្មមស្រួលដើមហ្មងអ្នកដែលស្រឡាញ់ green ស្រឡាញ់ភ្នំអីមកកន្លែងនេះគឺអត់ខកបំណត់នៅនេះគេប្រាប់ថាតំបន់គេនេះមួយឆ្នាំ365ថ្ងៃគឺមានភ្លៀងធ្លាក់200ថ្ងៃជាងហើយនិយាយទៅគឺភ្លៀងធ្លាក់រហូតខ្ញុំទៅសារតំបន់ទេសចរគេថ្ងៃដែលខ្ញុំទៅនេះគឺថ្ងៃច័ន្ទហ្មងដើមសប្តាហ៍ហ្មងប៉ុន្តែមនុស្សគឺថាច្រើនខ្លាំងមែនតែនហ្មងនេះកន្លែងទឹកនេះក៏ស្អាតដែរហើយទឹកគេពណ៌បៃតងខ្ចីហ្នឹងគឺជាទឹកធម្មជាតិពណ៌ធម្មជាតិរបស់គេហ្មងគេអត់មានប្រើថ្នាំប្រើអីទាំងអស់សង្ខេបខ្លីៗមានតែប៉ុណ្្នឹងទេបងប្អូនកុំភ្លេចជួយ Subscribe ម្នាក់មួយផងណាអរគុណ